ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងដល់សាធារណជនជាពិសេសបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបថាយោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅវេលាម៉ោង 1:30 នាទីរសៀលថ្ងៃទី28 ខែមីនាឆ្នាំ2025នេះមានគ្រោះរំជួយដីបានកើតឡើងនៅក្នុងទីក្រុងបាងកកនិងខេត្តជុំវិញនៃប្រទេសថៃដែលបណ្ដាលឲ្យមានការបាក់រលំអគារនិងការដ្ឋានសាងសង់មួយចំនួនតាមព័ត៌មានបឋមគិតត្រឹមម៉ោង 5 នាទីល្ងាចនេះមានអ្នករងរបួសចំនួន50នាក់អ្នកស្លាប់ចំនួន3នាក់មិនទាន់មានការបញ្ជាក់សាច់ញាតិដោយឡែកមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរដោយសារករណីរំជួយដីនេះទេក្រសួងបាននឹងកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពវិវត្តនៃគ្រោះរំជួយដីនេះដោយសហការជាមួយអាជ្ញាធរថៃស្ថានឯកអគ្គរដ្ឋទូតប្រជាណាចក្រកម្ពុជាប្រចាំប្រជាណាចក្រថៃឡង់អនុព័ន្ធការងារអមស្ថានឯកអគ្គរដ្ឋទូតប្រជាណាចក្រកម្ពុជាប្រចាំប្រជាណាចក្រថៃឡង់ទីភ្នាក់ងារជ្រើសរើសឯកជននិងសហគមន៍ខ្មែរនៅប្រទេសថៃទាំងអស់ដើម្បីត្រៀមលក្ខណៈផ្ដល់ការគាំពារឲ្យបានទាន់ពេលវេលាដល់បងប្អូនពលករខ្មែរក្នុងករណីរងផលប៉ះពាល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពរបស់ខ្លួននិងបន្តយកចិត្តទុកដាក់តាមដានស្ថានភាពព្រមទាំងអនុវត្តគោលការណ៍ណែនាំរបស់អាជ្ញាធរថៃនិងនយោជកក្នុងករណីទទួលរងផលប៉ះពាល់ឬទទួលបានព័ត៌មានអំពីបងប្អូនពលករខ្មែរដែលរងផលប៉ះពាល់សូមទំនាក់ទំនងស្ថានអគ្គរដ្ឋទូតនៃប្រជាណាចក្រកម្ពុជាប្រចាំប្រជាណាចក្រថៃឡង់ឬអនុព័ន្ធការងារអមស្ថានឯកអគ្គរដ្ឋទូតប្រជាណាចក្រកម្ពុជាប្រចាំប្រជាណាចក្រថៃឡង់ដើម្បីសុំជំនួយតាមរយៈលេខទូរស័ព្ទ+66 92 80 50 561 +66 94 092 5905 +66 94 416 5518 លេខ+66 83 545 77 88លោកឈឹមវិបុល+66 62 089 89 18លោកជុំសំផស្សនិង+66 92 299 0133លោកស្រីឡាយចន្ទថាអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនជាពិសេសបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃជ្រាបជាព័ត៌មាន